ដីសោសូមឲ្យជាសព្វដីសោទៅហជើញមកចូលរួមអបអរសាទរបាទផ្ដល់ពោសពសារការលោកប្រុសស្រីចឹងអត់មានជាការតបខុសអីទេលោកណាបាទជើញគាត់ជាដុំកងនឹងរងឲ្យជុំកូនប្រុសស្រីបាទឯងកូនកំដបាទទាំង6កូនសម្មាសម្ពុទ្ធិសៈនមោតស្សៈវិក្ខវៈតោអរហតោសម្មាសម្ពុទ្ធិសៈតិវិក្ខភៈធោពុទ្ធអង្គសាបាទគេសូមបញ្ជាក់ដីខ្លីៗជូនគួយប្រុសស្រីគួយបានស្ដាប់ផងដែរដូចគ្នាហើយបាទដោយបានជម្រាបហើយថាភ្លើង3បាទបរាលោកឲ្យរក្សាបាទភ្លើងទី1លោកឲ្យរក្សាមេត្តាបិតាបង្កើតខ្លួនឯងភ្លើងទី2រក្សាមេត្តាបិតាក្មេងបាទភ្លើងទី3គឺរក្សាខ្លួនឯងបាទរក្សាខ្លួនឯងបរាយើងលោកឲ្យកូននឹងតាំងចិត្តកាន់ធម៌3ប្រការណាទី1មាន3ប្រការទី1គឺសច្ចៈបាទសច្ចៈភួយទី2ត្រូវរក្សាភាពស្មោះត្រង់បាទរវាងប្រពន្ធហើយនិងប្តីបាទនោះគេឲ្យឈ្មោះថាកំពូលស្វាមីឧត្តមភរិយាចឹងឈ្មោះទាំងពីរនេះប្រសើរណាស់ទៅណាបាទមិនងាយទៅណានឹងរកឈ្មោះទាំងពីរនេះបានទេបាទកាលណាគូស្វាមីភរិយាចង្កល់បាច់បាក់គ្នាដោយសារខ្វះភាពស្មោះត្រង់បាទសូមបញ្ជាក់ដីបន្តិចទៀតលោកណាចឹងកិច្ចពិធីចងដៃបាទបុរាណលោកថាមាន3បែបតែទៀតបាទទី1គឺយើងចងដោយអំបោះតំណាងចិត្តស្មោះដល់អ្នកសម័យបញ្ជាក់ប្រាប់ថាកូនប្រុសស្រីកូនមានស្វាមីពលាហើយកាលណាយើងចងបោះនេះហើយយើងប្រោះព្រំទៅទឹកពាន់សូមឲ្យកូនទៅជាតិទៅជុំសុខដុមរមនាជួបបងជួបអូនជួបកូនជួបម៉ែថែរក្សាគ្នាតរៀងទៅហើយទី3គឺចងដោយលុយបាទមានមាសប្រាក់កែវកោបន្ទូសូរិកាណាបាទចងបណ្ណាចងទៅចងឲ្យតែច្រើនទៅនិយាយលេងទៅណាបាទចងបណ្ណាចងទៅស្រាច់តែទឹកចិត្តទឹកបតីនេះលោកវិបាកចឹងវិធីចងដៃមាន3បែបទៅណាដោយបានជំរាបខាងដើមហើយចងដោយអំបោះប្រោះទៅមុនមានលុយពីលើផងចឹងគ្រប់ជ័យមេត្តាបិតាខាងស្រីបានលោកជើញចូលចងដៃមុនទៅណាបន្ត
តមកមានតាបិតាខាងកូនប្រុសបន្តមកទីលោកកំពុងในខាងឆ្វេងត្រូវជាប្រធានធនាគារចានៅខាងឆ្វេងជាប្រធានធនាគារដែលខ្ញុំទុកលុយចាចាំមើលខ្ញុំសួរកូនស្រីខ្ញុំវិញចាហើយអ្នកដែលអង្គុយនៅខាងស្ដាំដៃត្រូវជាអ្វីដែរទៅពេលស្វាមីត្រូវជាអ្វីទៅបងនៅខាងស្ដាំដៃត្រូវជាស្វារបល3មែនទេអីគេប្រធានបូរីប្រធានបូរីចាចាំយើងលើកយោផ្អែមទៅជាតិតែម្ដងចាំទៅចាទិញអីអូនចាទិញអីទិញទៅទេបើចឹងយើងឡើងជូនគាត់តែម្ដងទៅអូនបាទឥឡូវជូនកតែលោកកូនប្រុសកូនស្រីរួចហើយបាទបើចឹងច្រៀងជូនពរដល់កូនប្រុសកូនស្រីបាទខ្ញុំបាទខ្ញុំអរប្រសូមមានថ្លៃហើយអរគុណសូមជម្រាបថ្លៃហើយអរគុណដល់កូន
chơi từng học tiền tiền và cho lời pin cả ấy đã với pizza nơi phơi trên địa hà để